ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរដោយគោរពខ្ញុំលើកយកសិក្ខាបទមកចែកជាធម្មទានសិក្ខាបទបទដែលត្រូវសិក្សាបទដែលត្រូវរៀនព្រះបរិយ័ត្តិតើព្រះបរិយ័ត្តិនោះជាអ្វីទៅព្រះបរិយ័ត្តិជាទ្រឹស្ដីរបស់ព្រះពុទ្ធព្រះបរិយ័ត្តិមានព្រះសូត្រព្រះវិន័យព្រះអភិធម្មរៀនពាក្យរបស់ព្រះពុទ្ធមួយឲ្យបានយល់ឲ្យបានចាំដើម្បីជាប្រយោជន៍ក្នុងការបដិបត្តិរក្សាសិលប្រចាំថ្ងៃប្រចាំជីវិតដើម្បីជាប្រយោជន៍ជាមេរៀនយកមករកទទួលទានប្រចាំជីវិតរបស់យើងទាំងអស់គ្នារាល់ថ្ងៃខ្ញុំសូមជួនជាធម្មទានតែប៉ុណ្ណេះសូមជម្រាបលាជួបគ្នានៅវីដេអូពេលក្រោយ